ជម្រាបសួរប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមកដំណើរកម្សាន្តនៃខេត្តមួយដែលឈ្មោះថាខេត្តតៃninhរបស់ប្រទេសវៀតណាមបច្ចុប្បន្ននេះខេត្តនេះគឺជាអតីតខេត្តខ្មែរមួយដែរនៅកម្ពុជាក្រោមយើងណាខេត្តខ្មែរដែលមានឈ្មោះថាពីដើមនេះឈ្មោះថារោងដំរីតែបច្ចុប្បន្ននេះប្រែក្លាយទៅជាខេត្តតៃninhមូលហេតុដែលខេត្តនេះប្រែក្លាយទៅជាខេត្តរោងដំរីនេះគឺកាលពីសម័យដើមឡើយមុនពេលក្លាយជាដែនដីភាគខាងត្បូងនៃប្រទេសវៀតណាមដោយសពថ្ងៃនេះតំបន់នេះគឺជាទឹកដីដ៏មានសក្តានុពលមួយរបស់អាណាចក្រខ្មែរដែលមានឈ្មោះយ៉ាងពីរោះថាខេត្តរោងដំរីហេតុអ្វីបានជាគេហៅថាខេត្តរោងដំរីតាមសៀវភៅប្រវត្តិសាស្ត្រនិងការដំណើរពីចាស់ព្រឹទ្ធាចារ្យឈ្មោះនេះមានប្រភពមកពីជម្រកនៃព្រៃតំបន់នេះកាលដើមឡើយមានព្រៃឈើក្រាស់ខ្មឹបនិងសម្បូរទៅដោយហ្វូងដំរីរស់នៅចំពោះយុទ្ធសាស្ត្រសឹកជាទីតាំងដែលព្រះមហាក្សត្រខ្មែរសាងសង់រោងសម្រាប់បង្កាត់ដំរីសឹកដើម្បីត្រៀមចេញច្បាំងចំពោះនៅខេត្តរោងដំរីនេះដែរមានភ្នំមួយដែលខ្ពស់ជាងគេហៅថាភ្នំបាឌិនឬក៏ភ្នំខ្មៅរបស់ខ្មែរចំណុចដែលធ្លេចធ្លោបំផុតនោះខេត្តនេះគឺភ្នំបាឌិននេះហើយដែលជាភ្នំខ្ពស់ជាងគេនៅភាគខាងត្បូងបងប្អូនកម្ពុជាក្រោមតែងតែហៅថាភ្នំខ្មៅភ្នំនេះមិនត្រឹមតែមានមុតភ្នំនេះមានទេសភាពស្អាតប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាទីតាំងដែលមានរឿងព្រេងនិងជំនឿស័ក្តិសិទ្ធិជាប់ពាក់ព័ន្ធនឹងវប្បធម៌ខ្មែរយ៉ាងជ្រាលជ្រៅចំពោះការផ្លាស់ប្ដូរតាមសម័យកាលនីមួយៗឈ្មោះតៃninhត្រូវបានដាក់ជំនួសឲ្យឈ្មោះរោងដំរីបន្ទាប់ពីឥទ្ធិពលនៃរាជវង្សស្ដេចយួនបានចូលមកគ្រប់គ្រងតំបន់នេះពេញលេញក្នុងភាសាយួនតៃninhមានន័យថាសន្តិសុខខាងលិចភូមិសាស្ត្រជាប់ព្រំដែនសប្តាហ៍ថ្ងៃនេះខេត្តតៃninhមានទំហំព្រំប្រទល់ជាប់នឹងខេត្តព្រៃវែងស្វាយរៀងនិងត្បូងឃ្មុំនៃប្រទេសកម្ពុជាទោះបីជាពេលវេលាកន្លងផុតទៅរាប់រយឆ្នាំប៉ុន្តែដានប្រវត្តិសាស្ត្រវត្តអារាមនិងបងប្អូនខ្មែរក្រោមដែលរស់នៅទីនេះនៅតែជាសាក្សីរស់នៅដែលបញ្ជាក់ពីអត្តសញ្ញាណដើមនៃទឹកដីរោងដំរីមិនអាចបំភ្លេចបានបញ្ជាក់បងប្អូនការចែករំលែកនេះគោលបំណងស្វែងយល់ពីប្រវត្តិសាស្ត្រនិងភូមិសាស្ត្រដើម្បីឲ្យកូនខ្មែរចំនួនក្រោយដឹងនិងស្គាល់ឈ្មោះដើមនៃដូនតាខ្មែរតែបច្ចុប្បន្ននេះ admin កំពុងតែថតវីដេអូនៅលើទឹកដីនៃខេត្តតៃninhដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តស្វាយរៀងយើងគឺទេសភាពនៃបងប្អូនប្រជាជននិងកសិករវៀតណាមណាដើមឈើតាមដងផ្លូវដូចជាធ្វើចំការដាំចេកអីចឹងព្រោះថាប្រទេសវៀតណាមភាគច្រើនដីអត់សូវមានដីណាទំនេរទេគឺភាគច្រើនដីដាំចំការទាំងអស់